ពេលថ្មីនេះអាកាសធាតុក្តៅខ្លាំងប៉ះពាល់ដល់សុខភាពម្រេចវិញដូចតែគ្នាដូចតែមនុស្សបើពេលណាវាក្តៅខ្លាំងស្លឹកចពោនផ្លែវាក៏វាអត់បានផលដែរក្នុងចំណោមកម្លាំងពលកម្មជាងពាក់កណ្ដាលក្នុងវិស័យកសិកម្មនៅកម្ពុជាអែបវូជាកសិករស្ត្រីម្នាក់ដែលមានឱកាសតិចតួចក្នុងការទទួលបានបច្ចេកវិទ្យាវគ្គបណ្ដុះបណ្ដាលនិងប្រភពហិរញ្ញវត្ថុនៅឆ្នាំ2024រលកកម្ដៅនិងគ្រោះរាំងស្ងួតបានបំផ្លាញដំណាំម្រេចយ៉ាងខ្លាំងដែលបង្កការគំរាមកំហែងដល់ជីវភាពរស់នៅនិងការបាត់បង់ការងារវាប៉ះពាល់ខ្លាំងបំផុតហ្មងបើកាលណាវាក្តៅវាជ្រុំកាលណាស្លឹកវាស្រោបទៅវាជ្រួយហើយទិន្នផលយើងត្រូវការប្រមូលផលវាអត់សូវបានប្រមាណទេអង្គការ People in Need បានដំឡើងប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធត្រជាក់ដើរដោយថាមពលពន្លឺព្រះអាទិត្យនៅក្នុងចំការម្រេចក្នុងខេត្តកំពតនិងខេត្តកែបពេលគាត់ម្លងហើយអញ្ចឹងពេលទឹកនឹងវាសាចមកយើងមានអារម្មណ៍ថាស្រស់ស្រាយពេលយើងធ្វើការនៅពីក្រោមហ្នឹងទឹកនឹងវាជះមកវាអត់សូវមានកម្ដៅទេអង្គការបន្ទាយស្រីផ្ដល់ភាពអង្អាចទៅដល់ស្ត្រីតាមរយៈការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំចំណេះដឹងហិរញ្ញវត្ថុ Gender និងការបម្រែបម្រួលអាកាសធាតុនិងក្រមសន្សំប្រាក់ចំណេះដឹងនៃភាពជាអ្នកដឹកនាំគឺធ្វើឲ្យគាត់ចេះត្រេះរិះពិចារណាគាត់គិតរកវិធីសាស្ត្រផ្សេងឧទាហរណ៍ដូចជាការស្វែងរកឧបករណ៍បច្ចេកវិទ្យាថ្មីវិភាគវៃឆ្លាតដើម្បីឲ្យគាត់អាចប្រើប្រាស់ទឹកបានតិចផងដែរហើយពាក់ព័ន្ធទៅនឹងសហគមន៍បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលហើយមើលឃើញថាពួកគាត់មានភាពក្លាហានមានទំនាក់ទំនងជាមួយអ្នកចូលរួមវគ្គធ្វើឲ្យគាត់មានភាពសប្បាយរីករាយហើយគាត់បានស្វែងយល់ពីសារៈប្រយោជន៍នៃការងារជាក្រុមយើងជាកម្មករមិនចេះអានមិនចេះសរសេរអក្សរក៏យើងអាចមានភាពជាអ្នកដឹកនាំផងដែរឲ្យតែយើងមានការតាំងចិត្តនិងប្រឹងប្រែងស្វែងរកចំណេះដឹងថ្មីនិងការអភិវឌ្ឍខ្លួនឯងពេលខ្ញុំទៅរៀនវគ្គបណ្ដុះបណ្ដាលខាងបន្ទាយស្រីមកការងាររបស់ខ្ញុំលូនទៅមុខចេះលើកទឹកចិត្តខ្លួនឯងឲ្យខ្លួនឯងរឹងមាំនិយាយរួមគំនិតយើងវាអត់មានច្នៃប្រឌិតក្នុងខ្លួនយើងដូចពេលយើងទៅរៀនទេប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធត្រជាក់នេះបានជួយកាត់បន្ថយការកើនឡើងកម្ដៅដល់ដំណាំនិងកសិករដោយធានាបាននូវទិន្នផលប្រកបដោយនិរន្តរភាពនិងសុវត្ថិភាពការងារក៏មុនយើងបារម្ភរឿងអាកាសធាតុក្តៅបន្តប្រើប្រព័ន្ធត្រជាក់នឹងមកសុខភាពខ្ញុំក៏អត់មានត្រូវទ្រុឌទ្រោមអីដូចពីមុនដែរដីយើងក៏វាមានជីវជាតិម្រេចយើងក៏អត់ស្វិតចឹងណានេះមានន័យថាយើងទទួលបានទិន្នផលច្រើនជាងមុនការងារកាន់តែមានស្ថិរភាពសម្រាប់ស្ត្រីនិងថាមពលស្អាតសម្រាប់វិស័យកសិកម្មចូលរួមលើកកម្ពស់ស្ត្រីនិងបង្កើនការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ